ព្រឹកមួយនៅក្នុងរោងចក្រកាត់ដេរបុប្ផានៅក្នុងប្រទេសកម្ពុជាសារមួយពីអ្នកបញ្ជាទិញអន្តរជាតិសួរពីការអនុវត្ត HREDD ប្រទេសកម្ពុជាគឺជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលក្របខ័ណ្ឌអន្តរជាតិស្ដីអំពីធុរកិច្ចនិងសិទ្ធិមនុស្សដែលបានចងក្រងយូរមកហើយកំពុងត្រូវបានផ្លាស់ប្ដូរទៅជាកាតព្វកិច្ចផ្លូវច្បាប់ដោយមានច្បាប់ដូចជាបទបញ្ញត្តិរបស់សហភាពអឺរ៉ុបស្ដីពីដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវនៃនិរន្តរភាពសាជីវកម្ម CSDDD ដែលជំរុញឲ្យអ្នកបញ្ជាទិញឆ្លើយតបនឹងតម្រូវការរបស់ HREDD បើទោះបីជាច្បាប់ទាំងនោះមិនត្រូវបានអនុវត្តដោយផ្ទាល់មកលើប្រទេសកម្ពុជាក៏ដោយក៏រោងចក្ររបស់អ្នកជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធនឹងច្បាប់ទាំងនេះផងដែរអ្នកបញ្ជាទិញរបស់អ្នកជាអ្នកដែលត្រូវអនុវត្តច្បាប់ទាំងនោះហើយពួកគេត្រូវពឹងផ្អែកលើការសហការពីអ្នកដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេ HREDD ជាដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្សនិងបរិស្ថានវាជាដំណើរការដែលបន្តទៅមុខគ្មានថ្ងៃបញ្ចប់ដែលបង្កើតឡើងដោយជំហានសំខាន់ៗចំនួន6បញ្ចូលសកម្មភាពអាជីវកម្មប្រកបដោយទំនួលខុសត្រូវទៅក្នុងគោលនយោបាយកំណត់រោគនិងវិយតម្លៃហានិភ័យនៅក្នុងប្រតិបត្តិការអាជីវកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់បញ្ឈប់ឬកាត់បន្ថយហានិភ័យទាំងនោះតាមដានលទ្ធផលអនុវត្តផ្សព្វផ្សាយសកម្មភាពនិងផ្ដល់នូវដំណោះស្រាយនៅពេលចាំបាច់ជំហានទាំងនេះអាចត្រូវបានបែងចែកទៅជាគោលការណ៍សំខាន់3ស្គាល់ពីស្ថាប័នរបស់អ្នកនិងខ្សែចង្វាក់តម្លៃកំណត់រោគផលប៉ះពាល់ដែលអាជីវកម្មរបស់អ្នកអាចបង្កឬជាប់ពាក់ព័ន្ធនឹងហានិភ័យដូចជាលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាពឬប៉ះពាល់ដល់បរិស្ថានបង្ហាញអំពីកិច្ចការដែលអ្នកអនុវត្តដើម្បីដោះស្រាយហានិភ័យត្រូវមានតម្លាភាពកំណត់គោលនយោបាយធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងប្រាស្រ័យទាក់ទងទៅកាន់ភាគីពាក់ព័ន្ធរបស់អ្នកសិក្សាទទួលមតិកែលម្អកែប្រែនិងធ្វើឲ្យប្រសើរជាងមុន HREDD មិនមែនជាបញ្ជីផ្ទៀងផ្ទាត់តែមួយដងនោះទេប៉ុន្តែគឺជាផ្នត់គំនិតដែលត្រូវបន្តទៅមុខ HREDD មិនត្រឹមតែជាតម្រូវការនោះទេប៉ុន្តែវាក៏ជាឱកាសផងដែរដោយការកំណត់រោគនិងការដោះស្រាយហានិភ័យផ្នែកសិទ្ធិមនុស្សនិងបរិស្ថានអ្នកអាចកាត់បន្ថយហានិភ័យនិងជម្លោះបង្កើនកេរ្តិ៍ឈ្មោះនិងទំនាក់ទំនងល្អជាមួយអ្នកបញ្ជាទិញនិងបង្កើនអាជីវកម្មដែលមានភាពធន់និងមានការប្រកួតប្រជែងច្រើនជាងមុនអ្នកមិនចាំបាច់ត្រូវដឹងពីអ្វីៗទាំងអស់ឬធ្វើឲ្យល្អបំផុតតែម្នាក់ឯងនោះទេ HREDD ជាដំណើរនៃការធ្វើឲ្យប្រសើរដែលជាភារកិច្ចរួមរបស់ម្ចាស់ម៉ាកយីហោនិងអ្នកផ្គត់ផ្គង់លើសពីនេះទៅទៀតក៏មានជំនួយដូចជាមជ្ឈមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា RBH វិទ្យាស្ថានបណ្ដុះបណ្ដាលកាត់ដេរកម្ពុជា CGTI និងគម្រោង GIZ Fabric កម្ពុជាដៃគូទាំងនេះផ្ដល់នូវការណែនាំការបណ្ដុះបណ្ដាលឥតគិតថ្លៃឧបករណ៍និងសៀវភៅណែនាំជាភាសាខ្មែរដើម្បីជួយដល់អ្នកឲ្យបំពេញតាមតម្រូវការរបស់អ្នកបញ្ជាទិញនិងបង្កើនសមត្ថភាពអាជីវកម្មរបស់អ្នកចាប់ផ្ដើមដំណើរ HREDD របស់អ្នកនៅថ្ងៃនេះដើម្បីបង្កើនអាជីវកម្មដែលមាននិរន្តរភាពនិងមានភាពរឹងមាំ